កំឡុងពេលមុនឆ្នាំ2019ប្រទេសកម្ពុជាពុំទាន់មានការប្រើប្រាស់បច្ចេកវិទ្យាទំនើបទូលំទូលាយនៅឡើយទេដូច្នេះរោងចក្រភាគច្រើនតែងតែមានតម្រូវការកម្លាំងពលកម្មជាច្រើនសួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់រោងចក្ររបស់យើងគឺជា Factory Manager ហើយក្រុមចក្ររបស់យើងមានការលើកកៅអៅដែលនឹងនាំចេញទៅខាងបរទេសនេះគឺជាអង្គសុខាគាត់គឺជាអ្នកផលិតកៅអៅដោយឆ្នើមតែគេហៅគាត់ថាជួយម៉ាស៊ីនគេសាត់តែដៃគាត់ដេលលឿនមែនតើខ្ញុំអង្គសុខាខ្ញុំគឺជាកម្មការិនីឆ្នើមក្នុងចិត្តនេះចិត្តខែហើយមេគឺខ្ញុំទៀតឲ្យថាខ្ញុំទៅធ្វើការខែម៉ោងទៀតហើយដោយសារតែគាត់បញ្ញាប្រវត្តិហ្នឹងហើយយើងធ្វើការខែម៉ោងហ្នឹងហើយបើយើងបាត់ពីខែឆ្ងល់ខែម៉ោងអូខែម៉ោងលើដល់តែខែគាត់ដល់ច្រើនឆ្ងល់ក៏ធ្វើការពលកម្មយើងជួយហើយនេះគឺជាបងតុលាគាត់គឺជាបុគ្គលិក Finance Officer របស់រោងចក្ររបស់យើងបាទឈ្មោះតុលាហើយខ្ញុំរាល់ថ្ងៃគួយក្រុមសិនជាហើយមើលផ្នែកលេខខ្សែរបស់យើងនិងមើលការងាររបស់ក្រុមការងារយើងរួមទាំងសរសេររីករាល់សេចក្ដីគួយដល់សម្រាប់គួយបានអងហ្នឹងហើយគាត់មើលការងារច្រើនច្រើនណាស់បងម៉ាធ្វើការខែម៉ោងហ្មងថ្ងៃតែអងមិនធ្វើទេឲ្យលុយខែពេលអងខែម៉ោងបងតែខ្ញុំបានធ្វើការនៅក្នុងសិល្បៈបំវិញពុយ5ថ្ងៃនោះចាក់ក៏ចង់បាត់ដែរតែមិនហាហុកចិត្តយើងក៏ល្អដែរអង្គព្រោះតែគេនៅជួលកម្មករច្រើនដែរហ្នឹងហើយខ្ញុំឲ្យតែគេធ្វើការការងារកម្មការនីអង្គណាដឹងតែអត់ខ្វះគ្នាទេបាទអង្គព្រោះតែយើងគឺធ្វើការពលកម្មច្រើនណាស់អង្គចិត្តយើងចាប់តាំងពីឆ្នាំ2019រហូតមកដល់បច្ចុប្បន្នភាពកម្ពុជាបានផ្លាស់ប្ដូរ360ដឺក្រេជាមួយនឹងការរួមបញ្ចូលនូវបច្ចេកវិទ្យាទំនើបទៅលើវិស័យផ្សេងៗជាពិសេសនៅក្នុងវិស័យសិប្បកម្មរោងចក្រភាគច្រើនបានរួមបញ្ចូលនូវបច្ចេកវិទ្យាទំនើប AI ក៏ដូចជាម៉ាស៊ីនជាច្រើនដើម្បីជាជំនួយទៅដល់សិប្បកម្មរបស់ពួកគេនៅ Industry 4.0 រោងចក្ររបស់យើងបាននាំនៅម៉ាស៊ីនកាត់ដេរស្វ័យប្រវត្តិជាច្រើនដើម្បីជួយដល់ការកាត់ខោអាវឲ្យមានភាពរហ័សនេះគឺជាម៉ាស៊ីនកាត់ដេរស្វ័យប្រវត្តិរបស់យើងវាដើរតួសំខាន់នៅក្នុងការផលិតកៅអៅរបស់យើងដោយពេលដែលយើងមានម៉ាស៊ីននេះទៅកម្លាំងពលកម្មក៏បានថយតាមដូចដែរប៉ុន្តែទោះជាយើងមានម៉ាស៊ីនកាត់ដេរនេះមែនប៉ុន្តែយើងក៏នៅតែត្រូវការកម្លាំងលោកដើម្បីបញ្ជានឹងម៉ាស៊ីននេះដើម្បីប្រើប្រាស់វាអូយខែក្រោយនេះមានការគេផ្លេចនោះហើយគេថាកម្លាំងពលកម្មគេត្រូវការគេមានកំណត់ដូច្នេះហើយខ្ញុំតែបានជួបម៉ែទៀតហើយហើយជាសោកស្ដាយណាស់ក្មួយការងារឥឡូវត្រូវម៉ាស៊ីនធ្វើអស់ហើយឥឡូវរោងចក្រយើងតាមម៉ាស៊ីនវិញហ្នឹងអូម៉ាក៏លេងគេថាគេថែមមកដើម្បីរកចំណូលបន្ថែមតែក្មួយតែអូម៉ៃមានការថាអូម៉ៃឆ្នើទៅពេលចុងទៅខ្ញុំអត់មានក៏អូម៉ៃអាចជួយទៅជាម៉ាស៊ីននេះអញ្ចឹងអូនចេះតែបន្តិចបន្តួចទៅក្មួយអើយបានតែប្រាក់ខែធម្មតាតែក្នុងរឿងអូនគេនិយាយថាមកដុល្លារទៅខាងអ៊ីហ្ហ្នឹងគេក៏បានប្រាក់ខែគាត់ហើយគេដល់ចំណែកគាត់ទៀត1ដុល្លារហ្នឹងគាត់រៀនសូត្របានខ្ពស់ចឹងឥឡូវជាមួយម៉ាស៊ីនហ្នឹងមកទៀតតោះតែអ្នកគេចេះរៀនសូត្របានខ្ពស់មកគេធ្វើបានយើងរៀនសូត្របានតិចតួចអត់មានចំណេះដឹងគេមិនចង់យកយើងធ្វើការទៀតទេក្មួយឯងអាចទៅរករៀនមើលចំណេះវិជ្ជាក្រៅផ្សេងទៀតខាងលោកពេលយើងចេះបានមួយមុខទៀតទៅអាចជួយរកចំណូលយើងបានមិនឲ្យអូនជាមួយសាក់ទៅរៀនមើលថែមើលក៏លោកវិញក៏អាចទៅជាម៉ាស៊ីនបានដែរបងហ្នឹងឲ្យខ្ពស់ទៅហើយសួស្តីបងតុលាអបសានទៅក្នុងការទទួលបានសញ្ញាបត្រខាង Power BI ជាហូតដល់យើងពិតជាពេញចិត្តបងខ្លាំងមែនតើ
រួមទាំងតែបងបាន skill ថ្មីមួយទៀតដូច្នេះហើយ shareholder យើងកំពុងតែជជែកគ្នាក្នុងការដំឡើងប្រាក់ខែបងអរគុណសាទរបង